ខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀប add hard disk បន្ថែមនៅពេលដែលម៉ាស៊ីនរបស់យើង full space អញ្ចឹងដើម្បី add hard disk បន្ថែមបានដំបូងយើងចូលមកកាន់ edit virtual machine setting សិនមកតមក click យើងធ្វើការចុច add select your hard disk តមកយើងធ្វើការ next ទៀតមកយើង next ទៀតមកថ្ងៃនេះយើងយក single hard disk ទំហំរបស់វាខ្ញុំយក 4G ចង់ចុច next ទៀតតមក finish តមកយើងចូលមកមើលកន្លែង virtual machine setting យើងនឹងឃើញ hard disk ថ្មីដែលយើងបាន add មិញហ្នឹងចឹងបន្តមកទៀតយើងចូលទៅកាន់ machine របស់យើងតមកទៀតយើងចូលមកកាន់ property មកប្រើ command ls plk មកដើម្បីចូលមើល drive ដែលយើងបាន add មិញចឹងពេលដែលយើងវាយ command ls plk វានឹងឃើញ disk ដែលយើងបាន add មិញណាអញ្ចឹងខ្ញុំបានដូរវាមក add ដាក់តែវាជា 2GB ទេចឹងបន្ទាប់ពីយើង add hard disk ហើយយើងធ្វើការ make partition ដែលខ្ញុំធ្វើការចែកវាជា2ដើម្បីឲ្យយើងអាចចង់ធ្វើការអ្វីតាមគោលបំណងរបស់យើងចឹងទៅចឹងយើងធ្វើការ make partition ដែលប្រើ command line sudo យើងប្រើ command line មកនេះតែកន្លែងនេះយើងធ្វើការដាក់ឈ្មោះdrive របស់យើងមកនេះ drive របស់យើងឈ្មោះនេះចុច enter កន្លែងនេះយើងយកអក្សរ N មកហើយកន្លែងនេះវាសួរយើងថាចង់យកជា primary ឬ extend អញ្ចឹងយើងយកជា primary មកតមកចូលដល់ partition number ចឹងកន្លែងនេះយើងមានធ្វើអីទេយើងធ្វើការ enter វាមក enter ទៀតមកកន្លែងនេះគេសួរអំពី size នៃ partition យើងចង់ចែក partition របស់យើងហ្នឹងដាក់ទំហំវាប៉ុន្មានអញ្ចឹងដាក់ថា 1G ចុះតមកយើងធ្វើការ enter មកបន្ទាប់មកយើងធ្វើការ format យើងធ្វើការ format នៃ disk របស់យើងនឹងមកចុច enter បន្ទាប់មកយើងធ្វើការ make directory ថ្មីមកដើម្បីទុកធ្វើការមកទៅកាន់ hard disk របស់យើងឈ្មោះវាថា new disk
ធ្វើការមកទៅកាន់ D របស់យើងមក យើងប្រើ command line នេះដើម្បីមកទៅកាន់ D របស់យើងបន្ទាប់មកយើងប្រើ command line df ដូចនេះដើម្បី check មើលចង់ដឹងថាវាជោគជ័យឬក៏អត់